អង្គព្រះទ្រង់ញៀនមានតែចាំងសំដែងប្រាំព្រាំងអានន្ថារតែងដែរចាំងបទៅណាទៅបានដោយសារអមរឿងស័យតថាគតចាំងក្រមគ្រាហើយមនីអានន្ទអើយមានមមអីដូចរតែងចាំងអមឬស័យវស្សាឆ្នាំថ្មី80ហើយក្រោយព្រះអានន្ទទ្រង់ចេញផុតពីព្រះសម្ពុទ្ធមិនយូរឡើយក្រោយភ័ន្តតាហាថ្ងៃត្រង់ហើយមាមិនកាន់តើយក៏សង្ស្ដាឆ្នាំម្សាញ់ខែមៀងថ្ងៃអាទិត្យពេញបរមីពិតថ្ងៃនោះណាព្រះអង្គទ្រង់ដាក់អាយុសង្ខារចំពោះមុខមាគ្រានោះឯងនៅនីបាលាំងចែនដីក្បែរវេសាល័យក្រៅកំផែងក៏ក្រាកធរណីក្រុមកន្លែងក៏លន់ខ្វាន់ខ្វែងខ្ទអាកាំងក្រោយមកភីខុងជួមជុំគ្នាអង្គព្រះភគវីទ្រង់បានត្រាំងសំដែងគាថាអង្គចាណាំងរំលឹកយ៉ាងច្បាំងត្រាំងអាវាតទ្រង់បានត្រាំងថាសង្ខារទាំងឡាយតែងតែអន្តរាយវិនាងខូចខាតចូលនាងទាំងឡាយកុំបីប្រមាទប្រឹងប្រែងសង្វាតឲ្យសម្រេចការភាជដែរស្មូនឆ្នាំងដាំដុនដោយដីតូចក្ដីធំក្ដីឆៅឆ្អិនយ៉ាងណាចុងក្រោយតែងមានកិរិយាបែកធ្លាយធម្មតានេះជាការពិតយ៉ាងណាជីវិតសំសាននេះក៏ក្មេងចាំងមានក្រពាលឬបណ្ឌិតចុងក្រោយរមែងតែងតែស្លាប់ពិនបាត់បង់ជីវិតក៏យ៉ាងនោះដែរ